ជំរាបសួរលោកគ្រូថ្ងៃនេះក្រុមខ្ញុំនឹងមក demo អំពីបច្ចេក midterm នៃនិយាយពី e-commerce ដែលប្រើទៅលើ concept SSR អញ្ចឹង SSR ពាក្យពេញគឺជា server side rendering ដែលជា concept មួយដែលយើងអាច fetch data ចេញមកពី server ហើយដើម្បី render ជា HTML page មួយហើយ link សម្រាប់ឲ្យ client គាត់ប្រើប្រាស់ show គាត់អាចមើលបានអញ្ចឹងមិត្តភ័ក្តិរបស់ខ្ញុំគាត់នឹង demo បន្ថែមទៅលើបច្ចេកមួយហ្នឹងពាក់ព័ន្ធជាមួយនឹង home page យើងបាន design ទៅលើ feature មួយចំនួននៅក្នុងនោះយើងមានយើងបាន create នៅclass list card ដើម្បី display មកទាំងអស់រាល់ category ដែលយើងបាន create យើងមាន accessory headphone keyboard laptop mouse ទៅពេលយើងចុចមួយទៅវានឹងរត់ទៅរក item នីមួយៗសូមចុចមួយទៅលើ item នីមួយតិចនៅលើអញ្ចឹងពេលយើងចុចទៅវា filter យើងទៅរកតាម product ដែលយើងចង់បានរកហើយវាក៏មានជាប៊ូតុងសម្រាប់យើង search មើលរក product ដែលយើងចង់បានហើយនេះយើងអាច view detail មើលបន្តទៀតទៅលើប្រព័ន្ធជាមួយនេះអញ្ចឹងសូមឲ្យមិត្តភ័ក្តិខ្ញុំនិយាយតប្រព័ន្ធជាមួយនឹងផ្នែក add to cart ចឹងសម្រាប់កន្លែងនេះកន្លែង feature កន្លែងនេះយើងឲ្យ preview មើលដូចជា product យើងហ្នឹងមានអីខ្លះហើយទឹកមកមានជាឈ្មោះរបស់ product ហើយអាច rate ប៉ុន្មាននិងតម្លៃរបស់ product ហើយ description ផ្សេងៗទាក់ទងជាមួយនឹង product ហើយកន្លែងហ្នឹងក៏យើងអាច add ជា quantity បានដែរហើយក៏អាចបន្ថយវាបានដូចគ្នាហើយបន្ទាប់មកយើង add វា to cartអូខេអញ្ចឹងតកតងជាមួយនឹង client shopping cart នេះគឺយើងអាចមានតកតងជាមួយនឹង product cart ដែលយើងបានយកហ្នឹងអញ្ចឹងនៅក្នុងហ្នឹងគឺយើងមាន feature ដែលយើងអាចមើលជារូបភាពរបស់ cart មួយ product មួយយើងមាន product name ហើយមាន product price ហើយ quantity ហើយយើងមានប៊ូតុង delete ផងដែរបើយើងចង់ delete យើងអាច click delete ទៅវានឹង delete ចេញពី shopping cart ហ្នឹងហើយតកតងជាមួយនឹង quantity គឺយើងអាចបូកបន្ថែមឬក៏ដកបានដែរអូខេហើយបន្តមកពេលដែលយើងបាន verify លើ product cart របស់យើងទាំងអស់ដែលយើងចង់បានមួយណាហើយយើងអាច review ទៅលើ order summary នេះបានយើងមាន sub total ហើយគឺយើងមាន discount ជា percentage នៅក្នុងនឹងដែរហើយយើងក៏អាច review មើល total ហើយយើងអាច click proceed to check out ហើយចូលមកដល់នៅកន្លែង check out នេះវាតកតងជាមួយនឹង customer information មួយចំនួនដូចជា full name email phone number ក៏ដូចជា address ដែលយើងត្រូវដាក់បន្តមកយើងចុច place order អញ្ចឹងតើតើនឹងចំណុចរបស់ខ្ញុំក្រោយពីពេលគាត់ធ្វើការទូទាត់ហើយនឹងមានចេញជា invoice នឹងមានចេញជាមុខងារ invoice នេះហើយនៅលើមុខងារ invoice ហ្នឹងគឺយើងមានបង្ហាញជា brand name ហើយក៏ដូចជា address ហើយតាក់ទងទៅនឹង invoice number ហើយនិង order date ហើយនៅក្នុង invoice ហ្នឹងក៏យើងមានជាឈ្មោះអតិថិជនតាក់ទងទៅនឹងលេខទូរស័ព្ទឬក៏ព័ត៌មានលម្អិតតាក់ទងទៅនឹងអាស័យដ្ឋានរបស់គាត់ហើយនឹងមានជាឈ្មោះproduct ហើយនឹងចំនួនហើយនឹងតម្លៃហើយនឹងតម្លៃសរុបហើយនឹងមានការបូកបញ្ចូលតាក់ទងទៅនឹងតម្លៃតាឬក៏អីផ្សេងតែនៅក្នុងហ្នឹងហើយគាត់ក៏អាចធ្វើការ print invoice ហ្នឹងដើម្បីយកទៅប្រើប្រាស់បានដែរចំណុចបន្ទាប់គឺខ្ញុំនឹងនិយាយពីការ hosting ដោយខ្ញុំប្រើទៅលើ Netify ដើម្បី hosting ជាមួយនឹងការ hosting មួយនេះក៏ខ្ញុំប្រើ link ជាមួយនឹង GitHub repository របស់ខ្ញុំចូលមកក្នុងNetify ហើយខ្ញុំចុចទៅលើ host ដែលខ្ញុំប្រើទៅលើ Netify hosting ដូចគ្នា